ជាច្រើនវគ្គនៃបញ្ញាក្អែកដែលខ្ញុំធ្លាប់បង្ហាញជូនបងប្អូននោះមានច្រើនហើយភាគច្រើនគឺជាប្រភេទដើមបាទឥឡូវយើងចូលមកដល់ប្រភេទវល្លិម្ដងហើយការតេតទៅនឹងប្រភេទវល្លិនេះក៏ជាវល្លិពិសេសដែរបងប្អូនគឺវល្លិដែលមានរូបរាងតូចច្រឡឹងប៉ុន្តែមានបញ្ញាមកតោបើយើងសម្លឹងមើលរូបរាងវល្លិមកជុំយើងក៏ឃើញថាដើមវល្លិនេះគឺមិនជាធំប្រមាណទេបងប្អូនប៉ុន្តែមានដើមបញ្ញាក្អែកដែលមកតោនគឺរាងត្រឹសជាងវល្លិហ្នឹងបន្តិចបាទហើយក៏ទម្លាក់រូបរាងដុះជាបណ្ដោយគេហៅថាដុះប្រភេទញីឈ្មោលហ្នឹងហើយបើបងប្អូនសម្លឹងឃើញតួអង្គព្រះអង្គបិណ្ឌបាតដែលជាសាច់បញ្ញាដែលដុះចេញមកហ្នឹងគឺទូចប៉ប៉ិនចុងចង្កឹះយើងទេបាទហ្នឹងហើយសម្រាប់វល្លិនេះដែរគឺជាវល្លិខ្នឹងបងប្អូនណាវល្លិខ្នឹងបើយើងនិយាយទៅសម្រាប់រូបរាងវល្លិខ្នឹងគឺតូចអញ្ចឹងហើយគឺមានស្លឹកបាទមានស្លឹកមានផ្កាហើយសម្រាប់ស្លឹកខ្នឹងហើយនឹងផ្កាខ្នឹងហ្នឹងគឺមានឲ្យជារសរាងជូរបងប្អូនចំពោះខ្ញុំផ្ទាល់ខ្ញុំក៏ចូលចិត្តស្លម្ជូរស្លឹកខ្នឹងដែរបាទពេលយើងញ៉ាំទៅមានឲ្យជារសជូរឆ្ងាញ់បងប្អូនណាជូរឆ្ងាញ់អត់ខុសពីស្លម្ជូរផ្សេងទេហ្នឹងហើយឥឡូវយើងចូលមកដល់តកតងនៅនឹងប្រសិទ្ធភាពដើមបញ្ញាក្អែកវល្លិខ្នឹងតើមានប្រសិទ្ធភាពអីខ្លះប្រសិទ្ធភាពទី1នោះគឺយើងផ្ដោតទៅលើការការពារទី2នោះគឺតកតងទៅនឹងការលក់ដូររកស៊ីគឺត្រូវណាស់វល្លិខ្នឹងហ្នឹង